ខ្ញុំបាទឈ្មោះអៀកំស្រេងជាដំបងសូមជម្រាបសួរបងប្អូនរួមជាតិពេញពិភពលោកជាពិសេសបងប្អូននៅក្នុងបណ្ដាញ Facebook និងបណ្ដាញ YouTube ជាទីគោរពនិងជាទីរាប់អានឥឡូវនេះអស់រយៈពេល16ថ្ងៃហើយដែលយើងបែកគ្នាដែលបងប្អូនមួយចំនួនបានទន្ទឹងរង់ចាំហើយបងប្អូនមួយចំនួនក៏ចាប់ផ្ដើមមានភាពចម្ងល់ហើយក៏បងប្អូនមួយបំណែកថែមទៀតក៏ប្រហែលជាយល់ច្រឡំថាខ្ញុំអៀកំស្រេងនឹងខ្លាចអ្នកដែលចេញមុខមកវាយទៅពីទៅពីមកថាខ្ញុំនឹងខ្លាចនឹងដកខ្លួនចេញខ្ញុំក៏ចង់បញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យបានយល់ឲ្យច្បាស់អំពីបញ្ហានយោបាយនៅក្នុងប្រទេសជាតិយើងដូច្នេះក៏ទន្ទឹមនឹងពេលហ្នឹងក៏ខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនយើងឲ្យបានច្បាស់លាស់អំពីសមាជិករបស់ខ្ញុំហើយទន្ទឹមនឹងពេលហ្នឹងក៏ខ្ញុំបានបញ្ជាក់ហើយគឺខ្ញុំដើម្បីឆ្លុះបញ្ចាំងបញ្ជាក់បង្ហាញថាតើភាពពិតវាស្ថិតនៅកន្លែងណាហើយចំណុចហ្នឹងហើយដែលខ្ញុំត្រូវការផ្អាករយៈពេល16ថ្ងៃដើម្បីឆ្លុះបញ្ចាំងបញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យដឹងច្បាស់ពីសមាជិករបស់ខ្ញុំហើយក៏កុំឲ្យអ្នកណាមួយមកតោងតែដឹងពីអៀកំស្រេងច្បាស់ណាស់ខ្ញុំចង់ជម្រាបបងប្អូននៅក្នុងពិភពលោកឲ្យបានយល់អំពីបញ្ហាទាំងអស់ខ្ញុំក៏ចង់បញ្ជាក់ប្រាប់ថាគ្មានបុគ្គលណាមួយស្គាល់អៀកំស្រេងឲ្យបានច្បាស់នោះទេពីព្រោះស្ថានភាពជីវិតរបស់អៀកំស្រេងដែលដើរមកទល់សពថ្ងៃគឺភាពដែលទន់ខ្សោយរហូតទៅឡើងទៅដល់ភាពខ្លាំងក្លាមិនមែននៅក្នុងទស្សនៈគេហៅថាអភិរក្សទេកន្លែងហ្នឹងដែលខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យយល់ថាហេតុអីបាននៅក្នុងសង្គមខ្មែរយើងខ្លះគេថាគាត់តែគេមើលឃើញប៉ប10ឆ្នាំមុនឬក៏20ឆ្នាំមុនមកទល់នឹងជួបនឹងថ្ងៃហ្នឹងគេថាអត់ប្លែកនៅតែដែរតែខុសពីអៀកំស្រេងអៀកំស្រេងខុសគ្នាតែមួយខែអ្នកឯងជួបអៀកំស្រេងប្លែកថែមទៀតដូច្នេះអ្វីហៅថាប្លែកមិនមែនប្លែកនៅក្នុងភាពអន់ខ្សោយប្លែកនៅក្នុងភាពទុច្ចរិតខូចអំពើប្រេងផ្សៃនោះទេអ្វីដែលហៅថាប្លែកគឺប្លែកនៅការចេះដឹងប្លែកនៅអ្វីដែលអៀកំស្រេងហ្នឹងបានមានការរីកចម្រើនដូច្នេះដំណើររបស់អៀកំស្រេងមិនមែនស្ថិតនៅក្នុងសភាពអភិរក្សទេគឺអភិវឌ្ឍអានឹងខ្ញុំចង់គាត់និយាយនៅក្នុងទស្សនៈខ្ញុំដើរខ្ញុំអត់ដែរដើរនៅអដែលទេហើយដូចជារយៈកាលកន្លងមកដូចឃ្លីបយ៉ាងខ្ញុំតែងតែបញ្ជាក់បង្ហាញថាខ្ញុំចេះ28ឯកទេស28ឯកទេសហ្នឹងហេតុអីបានខ្ញុំទាញឡើងដល់កម្រិតហ្នឹងពីព្រោះការវិវត្តការប្រឹងប្រែងការខំធ្វើអីមួយខ្ញុំអត់ដែរធ្វើនៅអដែលទេខ្ញុំតែងតែមានការប្រែប្រួលដូច្នេះដើម្បីឆ្លុះបញ្ចាំងបញ្ជាក់បង្ហាញឲ្យបងប្អូនបានច្បាស់ថាអ្វីគេហៅថាប្រែប្រួលខ្ញុំក៏នៅលើកឧទាហរណ៍ជាក់ស្ដែងបញ្ជាក់បង្ហាញឲ្យបងប្អូនឃើញក្រោយរយៈកាលកន្លងមកខ្ញុំអត់ទាន់ចេះទេគេហៅថា Photoshop ហ្នឹងនៅក្នុង CS6 គេហៅ CS6 CS6 ហ្នឹងបើក្នុងក្បួនខ្នាតវាជា Photoshop សម្រាប់ professional ក្នុងរយៈកាលដែលខ្ញុំផ្អាកហ្នឹងគឺខ្ញុំចង់បញ្ចេញពីសមាជិកខ្ញុំពីកម្មវិធីមួយគេហៅថាពី software Photoshop ដែលខ្ញុំអត់ដែលចេះសោះខ្ញុំចំណាយពេលតែ16ថ្ងៃហើយខ្ញុំទាញបានដើម្បីឆ្លុះបញ្ចាំងឲ្យបងប្អូនឃើញនៅក្នុង Facebook ទាំងអស់ពីបញ្ហាដែលវិធីដែលខ្ញុំប្រើនៅចែកវិទ្យាទាំងអស់ហ្នឹងសូមសួរថាតើខ្ញុំទៅរៀននៅឯណាខ្ញុំអត់មានបានរៀនអីទេអ្វីក៏ដោយខ្ញុំចំណាយពេលតែ16ថ្ងៃខ្ញុំស្រាវជ្រាវរកបញ្ហាអ្វីដែលនៅក្នុងកម្មវិធីកាត់តបដូររូបភាពទំនាក់ទំនងរចនាទាំងអស់បើក្នុងក្បួន Photoshop អ្នកដែលរៀនចាប់ផ្ដើមពី2ឆ្នាំឡើងទៅដល់4ឆ្នាំអានឹងបានคล้ายទៅជា professional សមត្ថភាពដែលខ្ញុំចេញបានធ្វើប្រហែលប៉ុណ្្នឹងដែលខ្ញុំចេញ6ដល់10ថ្ងៃហ្នឹងស្មើនឹងគេរៀន2ឆ្នាំនេះនៃដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យបានច្បាស់លាស់កុំឲ្យថាអៀកំស្រេងចេះតែនិយាយចេះតែអួតអត់មានភាពអំណាងអ្វីដែលខ្ញុំចង់បញ្ជាក់នៅពេលដែលខ្ញុំបាត់អស់16ថ្ងៃហ្នឹងគឺខ្ញុំចង់បញ្ជាក់ពីសមាជិកភាពឲ្យបងប្អូនឲ្យដឹងថាអ្វីដែលអៀកំស្រេងមានសមត្ថភាពនិងទេពកោសល្យអាចជំរុញអ្វីដែលអៀកំស្រេងមិនដែលបានជួបប្រទះតែខ្ញុំក៏នៅចំណាយពេល16ថ្ងៃខ្ញុំអាចធ្វើចេញបង្ហាញឲ្យមជ្ឈដ្ឋានជាតិនិងអន្តរជាតិឲ្យយល់ថាខ្ញុំមានសមត្ថភាពដល់កម្រិតណាអានេះកុំអោយថាខ្ញុំប្រើភាពអួតអាងខ្ញុំក៏នៅចង់បញ្ជាក់បង្ហាញនៅក្នុងរយៈពេលខ្លីខ្ញុំអាចធ្វើចេញនៅគេហៅថា Photoshop CS6 ដែលបញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យឃើញដូចជាបើសិនជាវិធីដែលគេអាចធ្វើបានដល់កម្រិតខ្ញុំហ្នឹងស្មើនឹងអ្នកដែលរៀន2ឆ្នាំហើយកម្មវិធី Photoshop នេះថ្លៃណាស់ឲ្យបងប្អូនឲ្យយល់ដូចជា AutoCAD Photoshop អាហ្នឹងគឺសិតតែជាកម្មវិធីដែលថ្លៃអ្វីក៏ដោយខ្ញុំចំណាយពេលតែ16ថ្ងៃទេតែខ្ញុំបញ្ជាក់បង្ហាញនៅក្នុង computer ឲ្យបងប្អូនឲ្យដឹងឲ្យច្បាស់អំពីសមត្ថភាពរបស់ខ្ញុំតើខ្ញុំធ្វើចេញដល់កម្រិតណានេះដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យបានច្បាស់លាស់ហើយកុំឲ្យជឿទៅលើទស្សនៈមួយចំនួនថាធ្លាប់ស្គាល់អៀកំស្រេងច្បាស់ណាស់ស្គាល់អៀកំស្រេងស្គាល់តែរូបអៀកំស្រេងទេតែមិនគ្មានអ្នកណាមួយមកស្គាល់សមត្ថភាពអៀកំស្រេងទេនេះក៏ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនឲ្យបានច្បាស់លាស់ទូទាំងពិភពលោកអ្នកឯងស្គាល់ខ្ញុំអាយុ19អ្នកឯងស្គាល់ខ្ញុំជារឿងអ្នកឯងស្គាល់ខ្ញុំកម្រិតការចេះដឹងរបស់ខ្ញុំអាយុ19អានឹងខ្ញុំអត់ចេះមែនតែមិនមែនតំណាងថាជីវៈស្រែចម្ការគឺខ្ញុំច្បាស់លាស់ទាំងអស់អានេះខ្ញុំចង់លើកពីជីវប្រវត្តិសង្ខេបរបស់ខ្ញុំអញ្ចឹងបានខ្ញុំតែ
តែងតែបញ្ជាក់ប្រាប់ខ្ញុំអៀកំស្រីងអត់ចេះលាក់កំបាំងពួនអាត្មារឿងជីវប្រវត្តិរបស់ខ្លួនឯងទេពីព្រោះខ្ញុំដើរនៅក្នុងគោលដៅខ្ញុំដើរត្រង់ឈូត្រង់ឌីត្រង់ហើយអត់ចេះបាំងពួនដើម្បីទៅជេរគេប្រមាថគេដែលអត់ចេញមុខទេអៀកំស្រីងធ្វើអីក៏ដោយតែងតែឆ្លោះបញ្ចាំងបញ្ជាក់ឲ្យបានច្បាស់ថាអៀកំស្រីងហ៊ានធ្វើអីក៏ត្រូវតែហ៊ានទទួលនៅអ្វីដែលខ្លួនឯងធ្វើដែរកន្លែងហ្នឹងដែលខ្ញុំចង់លើកជីវប្រវត្តិសង្ខេបខ្ញុំបានប្រាប់ហើយនៅក្នុងឆ្នាំ1979គឺខ្ញុំអាយុ19បានន័យថាខ្ញុំកើតឆ្នាំ1960នេះខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនឲ្យច្បាស់លាស់កំណើតខ្ញុំគឺនៅភ្នំពេញតែខ្ញុំមកធំដឹងក្តីនៅអូជ្រៅគេហៅស្រុកប៉ោយប៉ែតខេត្តបាត់ដំបងអានឹងបើយើងនិយាយពីសម័យពីដើមបានន័យថាក្នុងសម័យលន់នល់អញ្ចឹងមកខ្ញុំជាអ្នកដែលធំដឹងក្តីនៅអូជ្រៅក្រោយនៅក្នុងឆ្នាំ1975គេបានជំលះខ្ញុំចេញទៅខ្ញុំបានទៅចូលទៅធ្វើចល័តឆ្នាំ1976គឺខ្ញុំនៅចល័តប្រាសាទវាទ្រាដែលនៅទល់មុខប៉ោយសំរោងនៅម្ដុំថ្មគោលអានឹងគេហៅថាចល័តភាគចល័តភូមិភាគអានឹងគឺខ្ញុំនៅក្នុងចល័តនឹងមកទល់នឹងឆ្នាំ1977ចុងឆ្នាំ77បានគេបញ្ជូនពួកខ្ញុំហ្នឹងមកចូលមកនៅចល័តខ្សែសមនរហូតមកទល់នឹងយួនចូលមកនេះដែលខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនបានច្បាស់អំពីដែលខ្ញុំធ្វើចល័តហៅថាចល័តប្រាសាទវាទ្រាហើយនៅក្នុងចល័តនឹងទៀតសោតខ្ញុំជាកងពិសេសក្នុងចល័តហ្នឹងគេរើសបាននៅក្នុងចង្កោម 4000 នាក់ដែលការប្រកួតប្រជែងអ្នកដែលបានស្ទូងលឿនដូចជាច្រូតដកហើយនឹងស្ទូងឲ្យលឿនជាងគេនៅក្នុងចង្កោម 4000 នាក់ហ្នឹងអញ្ចឹងហើយបានគេរើសនៅបានតែ8នាក់ហើយគេយកទៅប្រកួតប្រជែងនៅខ្សែសមនកន្លែងហ្នឹងហើយដកខ្ញុំទៅដាក់នៅចល័តខ្សែសមហ្នឹងទៅប្រកួតប្រជែងជាមួយនឹងចល័តភាគនៅខ្សែសមននេះដែលខ្ញុំចង់បញ្ជាក់បង្ហាញដើម្បីឲ្យបានច្បាស់អំពីដែលសមាសភាពរបស់ខ្ញុំនៅក្នុងវិធីដែលខ្ញុំដកស្ទូងហើយនឹងច្រូតដែលលឿនជាងគេទាំងអស់នៅក្នុងចង្កោម 4000 នាក់ពីបញ្ហាពីរឿងស្ទូងដកហើយនឹងច្រូតគឺខ្ញុំជាក្រុមពិសេសបំផុតអ្វីដែលខ្ញុំធ្វើស្អីក៏លឿនដែរអញ្ចឹងបាននៅក្នុងដំណើរជីវិតអៀកំស្រីងអ្វីគេហៅថាវិធីស្រែពីសម័យពីដើមខ្ញុំអត់ចេះទេតែនៅក្នុងក្រោយពីសម័យខ្មែរក្រហមឈានចូលមកអៀកំស្រីងចេះទាំងអស់ពីវិធីធ្វើស្រែចំណុចហ្នឹងហើយបាននៅក្នុងឆ្នាំ1979ខ្ញុំច្រូតស្រូវដាក់ឲ្យម្ដាយខ្ញុំពេញជំរុកដោយក្រោយមកដែលខ្ញុំឃើញនៅក្នុងពួកយួនចូលមកដែលមានកងទ័ពយួនចូលមកអញ្ចឹងបាទខ្ញុំមានទស្សនៈអារម្មណ៍ខ្ញុំគិតថាយួននឹងចាប់ផ្ដើមយកទឹកដីដូចកម្ពុជាក្រោមទៀតហើយពីព្រោះហេតុអីបាទខ្ញុំចូលទៅលើទស្សនៈកម្ពុជាក្រោមពីព្រោះមានបងថ្លៃខ្ញុំគាត់ជាជនជាតិកម្ពុជាក្រោមដែលបានបងខ្ញុំកន្លែងហ្នឹងហើយបាទខ្ញុំដឹងថាប្រវត្តិកម្ពុជាក្រោមនឹងរងទុក្ខវេទនាដូចកម្ពុជាក្រោមទី2ចំណុចហ្នឹងហើយដែលអៀកំស្រីងសុកចិត្តសុំម្ដាយទៅធ្វើទាហានដឹងតែចលនាតស៊ូនៅតាមជីដែនខ្មែរគេហៅថាខ្មែរពីដើមគេហៅខ្មែរសឬក៏ខ្មែរសេរីដោយសារមានពួកម៉ាក់ខ្ញុំមួយវាឆ្លងកាត់មកវាចូលភូមិខ្ញុំហើយវាស្នាក់នៅហើយវានៅដូននុយដូច្នេះដល់ពេលវាឆ្លងកាត់មកវាប្រាប់ថាមានចលនាតស៊ូនៅម្ដុំភូមិម្ដុំដូននុយថ្មពួកហ្នឹងអញ្ចឹងបានខ្ញុំក៏ធ្វើដំណើរទៅជួបវាដូច្នេះកន្លែងហ្នឹងដែលខ្ញុំត្រូវការខ្ញុំសុំម្ដាយខ្ញុំទាញស្រូវមកបុកអង្គពីតៅពួកអង្គស្រូវបុករែងស្ទៃខ្ញុំចេះខ្លួនឯងទាំងអស់ហើយខ្ញុំរោស្រូវខ្ញុំដាក់ពេញជំរុកឲ្យម្ដាយខ្ញុំរួចហើយខ្ញុំធ្វើប្រហុកដាក់ឲ្យគាត់រួចហើយបាទខ្ញុំសុំគាត់ហ្នឹងចេញទៅធ្វើទាហាននេះទៅចេញទៅការលះបង់ដោយស្មោះត្រង់របស់ខ្ញុំអត់មានអ្នកណាដោយអាកម្ពុជាថោកទាបអាហេងថាសវុតវាថាមានខ្ញុំជាទាហានហេងសំរិនរត់ចេញពីហេងសំរិនទៅយកកំភ្លើងរត់ទៅចុះចូលខ្ញុំអត់មានទេខ្ញុំដើរទៅធ្វើទាហានហ្នឹងទៅតែម្នាក់ឯងទេហើយសម័យហ្នឹងហេតុតែបានខ្ញុំបុកអង្គពីតៅហ្នឹងគេហៅថាបុកស្រូវពីតៅដើម្បីឲ្យទៅជាអង្គហ្នឹងដើម្បីសម័យហ្នឹងគឺគេចាយអង្គពួកខ្ញុំអត់មានលុយអត់មានមាសអត់មានប្រាក់អីទេដូច្នេះសម័យហ្នឹងគេអត់ចាយលុយគេចាយតែមាសនិងអង្គដូច្នេះខ្ញុំមានតែអង្គខ្ញុំបុកអង្គទៅខ្ញុំស្វែងអង្គពីតៅទៅដល់ស្វាយហើយស្នាក់នៅស្វាយហ្នឹងហើយបន្ទាប់មកទៀតក៏ខ្ញុំធ្វើដំណើរទៅមកៈរួចហើយក៏សម្រាប់នៅមកៈមួយយប់ហើយស្អែកឡើងបាទខ្ញុំទៅដល់ដូននុយខ្ញុំទៅដល់ផ្ទះពួកម៉ាក់ខ្ញុំហ្នឹងហើយបន្ទាប់មកទៀតផ្ទះពួកម៉ាក់ខ្ញុំក៏ការគ្រួសារគេក៏សុខស្រួលរួចហើយបន្ទាប់មកទៀតខ្ញុំនៅពី3ថ្ងៃទៅក៏វាអត់មានស្អីធ្វើអីទាំងអស់ក៏វាមិនសមស្របដែរអញ្ចឹងមានអ្នកចិត្តខាង2នាក់នៅភូមិហ្នឹងគ្រួសារ2គ្រួសារមួយគេមានប្តីប្រពន្ធតែគេមានកូនមួយតែប្តីគេមិនសូវជាសុខភាពល្អទេអាហ្នឹងគេសុំឲ្យខ្ញុំទៅជួយគេអាហ្នឹងចំណុចទី1អាហ្នឹងគ្រួសារទី1គ្រួសារទី2ដែលមានស្ត្រីម្នាក់ដែលមានកូន5នាក់កូនច្បងអាយុ9ឆ្នាំកូនពៅអាយុតែ1ឆ្នាំទេហើយគាត់មានម្ដាយខ្វាក់ភ្នែកថែមទៀតក៏សុំខ្ញុំឲ្យទៅជួយដែរនៅក្នុងចន្លោះពេលហ្នឹងខ្ញុំត្រូវការរងចាំអ្នកដែលមកយោអ្នកគេហៅថានាំដឹក
កនាំទាហានដើម្បីចូលទៅធ្វើចលនាតស៊ូហ្នឹងគេឲ្យខ្ញុំនៅចាំនៅដូននុយហ្នឹងទៅចាំគេមកយូរអញ្ចឹងហើយបានខ្ញុំនៅពេលដែលចន្លោះទៅពេលចាំហ្នឹងក៏ខ្ញុំសុខចិត្តចូលទៅជួយម្ដាយធររបស់ខ្ញុំព្រោះគាត់ហ្នឹងជាស្ត្រីដែលមានកូន5នាក់ហើយគាត់គ្មានលទ្ធភាពនឹងធ្វើស្រែកើតកន្លែងហ្នឹងដែលខ្ញុំចេញទៅខ្ញុំជួឲ្យគាត់ព្រោះរហូតទៅទល់ឲ្យคล้ายទៅជាពង្រោះនៅពេលដែលរយៈពេលដែលខ្ញុំនៅជាង2ខែហ្នឹងជិត3ខែហ្នឹងដែលខ្ញុំរងចាំដែលគេមកហៅខ្ញុំទៅចូលធ្វើទាហានអាហ្នឹងដែលខ្ញុំក៏ចង់បញ្ជាក់ប្រាប់ថាជំរឿសដែលខ្ញុំអត់ទៅជំរឿសយកគ្រួសារដែលមានទៅជួយគ្រួសារមួយដែលមានប្តីប្រពន្ធមានកូនមួយទេជំរឿសខ្ញុំយកស្ត្រីម្នាក់ដែលមានកូន5នាក់ហើយម្ដាយខ្វាក់ភ្នែកទៀតខ្ញុំចូលទៅខ្ញុំជួយគាត់អាហ្នឹងនៅក្នុងទស្សនៈដែលខ្ញុំឆ្លៀតឱកាសដែលរងចាំអស់2ទៅ3ខែហ្នឹងដែលខ្ញុំចាំហើយខ្ញុំទៅជួយគាត់អាហ្នឹងខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបងប្អូនឲ្យយល់ថានេះជាអ្វីដែលអៀកំសែងចេះធ្វើមកចប់ស្អីក៏ចេះដែរផ្នែកខាងស្រែអញ្ចឹងមកខ្ញុំទៅជួយម្ដាយធរខ្ញុំរហូតទៅទល់គេមកហៅខ្ញុំបានធ្វើស្រែឲ្យគាត់រួចចប់សពគ្រប់ហើយក៏គេបានមកហៅខ្ញុំឲ្យទៅធ្វើទាហាននៅក្នុងចន្លោះដែលគេហៅទៅហ្នឹងគាត់ក៏បានយកមាសវាយជា3-4ជីឯងមិនដឹងទៅគាត់បានមកពីណាក៏ខ្ញុំអត់ដឹងដែរក៏ប៉ុន្តែគាត់យក3-4ជីហ្នឹងយកមកឲ្យខ្ញុំក៏បានឲ្យគាត់ទៅវិញទៅតែខ្ញុំអត់ត្រូវការទេពីព្រោះគោលបំណងខ្ញុំទៅធ្វើទាហានមិនមែនគោលបំណងខ្ញុំមករលុយទេដូចជាអ្វីដែលខ្ញុំជួយហ្នឹងគាត់ជាចិត្តដែលខ្ញុំមើលឃើញថាទុកសោកវេទនារបស់ម្ដាយធរខ្ញុំនឹងមើលទៅវាវេទនាពេកអញ្ចឹងហើយបានខ្ញុំចេញទៅជួយហ្នឹងអាហ្នឹងគាត់ខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យដឹងច្បាស់លាស់ពីជីវៈរបស់ខ្ញុំអ្វីដែលហៅថាខ្ញុំមានឆន្ទៈជួយទៅលើមនុស្សដទៃដោយអត់មានបំណងចង់ធ្វើជារដ្ឋមន្ត្រីឬធ្វើជាឯកឧត្តមធ្វើជាអ្នកធំអីណាមួយទេគោលបំណងអៀកំសែងចង់ដេញយួនចេញពីស្រុកខ្មែរអញ្ចឹងបានយកជីវិតទៅពលីទៅលើសមរភូមិហ្នឹងដើម្បីអីដើម្បីការពារជាតិរំដោះទឹកដីចេញពីយួនឈានពានទឹកដីតាំងពីឆ្នាំ1979អាយុទើបតែ19ឆ្នាំនៅពេលដែលចូលធ្វើចលនាតស៊ូខ្ញុំចូលធ្វើទាហានចូលដែលខ្ញុំទៅដល់ហ្នឹងគេកំពុងតែត្រូវការវរៈ206ចាប់ផ្ដើមហាត់នៅជំរំហួណាដូច្នេះពេលដែលខ្ញុំទៅដល់ជំរំពទា7ក៏ចាប់ផ្ដើមខ្មែរក្រហមចាប់ផ្ដើមមកវាយពទា7ភ្លាមមកដល់ពេលហ្នឹងខ្ញុំមិនដែលទៅកាន់កំភ្លើងមិនដែលស្គាល់កំភ្លើងយ៉ាងម៉េចទេតែគេឲ្យកំភ្លើងមកក៏ចេះតែបាញ់ទៅហើយបន្ទាប់មកទៀតបានអ្នកដែលតាមខ្សែត្រៀមពីសង្ហែបានលើកទ័ពជំរំមកជួយបានវាយខ្មែរក្រហមបែកទៅវិញទៅអានេះខ្ញុំក៏និយាយថាបន្ទាប់មកខ្ញុំធ្វើទាហានហ្នឹងខ្ញុំជាកងទ័ពស្រួចឲ្យតែចេញបើកហ្វមចុងព្រាមក្រុមខ្ញុំគឺដើរមុខគេហើយព្រោះអៀកំសែងអត់ចេះខ្លាចទេតាំងពីដើមមកជីវិតអៀកំសែងអត់ចេះខ្លាចងាប់ទេអានេះក៏ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនឲ្យដឹងច្បាស់លាស់អំពីសមត្ថភាពរបស់អៀកំសែងហើយអានឹងក៏ខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យបានច្បាស់លាស់អំពីគេហៅថាជីវៈរបស់ខ្ញុំអ្វីដែលខ្ញុំចេញមកធ្វើទាហានយកជីវិតទៅពលីទៅលើសមរភូមិបបប្រហែតដើម្បីការពារជាតិនិងរំដោះជាតិចេញពីការឈានពានរបស់យួនគឺថ្ងៃ7មករាហ្នឹងអានឹងខ្ញុំចង់បញ្ជាក់បង្ហាញបងប្អូនឲ្យបានយល់ហើយបន្ទាប់មកទៀតយើងនិយាយពីអាកំពូចថោកទាបអាហេងថាលសាវុធវាបានមកចោទប្រកាន់មកលើខ្ញុំថាខ្ញុំនឹងឈ្មោះប៉ាងឡាងតែខ្ញុំបានបញ្ជាក់ប្រាប់បងប្អូនហើយបញ្ជាក់ម្ដងទៀតខ្ញុំប្រាប់ថាខ្ញុំមិនមែនឈ្មោះប៉ាងឡាងទេឈ្មោះប៉ាងឡាងហ្នឹងមួយចំនួនគេគាត់តែជាឈ្មោះបង្អាប់តែមិនមែនជាឈ្មោះខ្ញុំទេអានេះខ្ញុំចង់បញ្ជាក់ប្រាប់ឲ្យច្បាស់លាស់ខ្ញុំឈ្មោះអៀកឹមស្រេងនេះជាឈ្មោះកំណើតរបស់ខ្ញុំហើយឈ្មោះខ្ញុំមកធ្វើទាហានគឺឈ្មោះអៀចិនដានេះខ្ញុំបញ្ជាក់ប្រាប់ឲ្យបានច្បាស់លាស់រវាងឈ្មោះខ្ញុំហើយពីរឿងអាកំពូចថោកទាបអាហេងថាលសាវុធវាពួកអានេះវាជាចារកិច្ចយួនដើម្បីវាប្រើវិធីបង្កើតនៅពាក្យប៉ាងឡាងវាយកឈ្មោះណាមកប្រឌិតចេញជារឿងដូចជាមិនមែនជារឿងខ្ញុំដូចជាខ្ញុំមិនអាចទទួលយកទេពីព្រោះអ្នកខ្លះមកហៅខ្ញុំប៉ាងឡាងនេះឯងហៅអីហៅទៅតែខ្ញុំមិនមែនឈ្មោះប៉ាងឡាងឥឡូវនេះខ្ញុំនឹងចាក់សម្លេងឲ្យបងប្អូនបានស្ដាប់ដែរអាកំពូចថោកទាបអាហេងថាលសាវុធហ្នឹងវាបានមកដល់ប្រកាន់មកលើខ្ញុំដូចតទៅបាទមានលោកអៀកឹមស្រេងណាអសអស្រអៀហើយកឹមស្រេងណាបានធ្វើដំណើរជាមួយប្រពន្ធនិងម្ដាយដើម្បីឆ្លងកាត់ជំរំដែលមានមេខ្យល់ជាអ្នកនាំផ្លូវនៅពេលនោះក្រុមចៅណាមួយក្រុមបានបាញ់សម្លាប់លោកអៀកំស្រេងចោលនៅសល់តែប្រពន្ធនិងម្ដាយក្មេកឬក៏ម្ដាយនៅពេលនោះអ្នកនាំមេខ្យល់ដែលជាក្រុមតែមួយបានចេញមុខមកជួយដែលមេខ្យល់ដ៏សាហាវកាច់ខុសខើនោះឈ្មោះប៉ាងឡាងដែលច្រើនតែដើរចេញប្លន់ក្នុងសម្លៀកបំពាក់ជាខ្មែរក្រហមគឺខោអាវត្រួយជែកដោយកាន់អាការបត់របស់មេរបស់ខ្លួនឈ្មោះឈូកនៅពេលនោះឈ្មោះប៉ាងឡាងបាននាំគ្រួសារមេម៉ាយនិងម្ដាយធ្វើដំណើរទៅជំរំខលដានហើយក្រោយមកគ្រួសារនេះបានខ្វះលុយមួយចំនួនដោយមានការខឹងច្រឡោតឈ្មោះប៉ាងឡាងនេះបាន
ចាប់នាងនោះយកមកធ្វើប្រពន្ធក្រោយមកដើម្បីបំបែកសំណុំរឿងនៃជនឃាតករទាំងឡាយរណសេរីជាតិរំដោះពលរដ្ឋខ្មែរបានតាមចាប់ក្រុមប៉ាងឡាងនឹងហើយដោយមានការភ័យព្រួយនាយប៉ាងឡាងបានរត់ទៅជំរំខៅដាងនៅឆ្នាំ1981ហើយក្រោយមកដើម្បីយករួចខ្លួននាយប៉ាងឡាងបានចេញមកសារភាពហើយបានទម្លាក់កំហុសណាទៅលើមនុស្សពីរនាក់ម្នាក់ឈ្មោះស្រៀងនិងគូកនហើយក៏ត្រូវពួកថៃយកទៅបាញ់សម្លាប់ប៉ាងឡាងនោះក៏បានយកឈ្មោះអៀកំស្រីដើម្បីបន្លំព្រោះมันអាចត្រឡប់នៅទៅជំរំតស៊ូវិញបានទេព្រោះមនុស្សឈ្មោះប៉ាងឡាងនេះបានប្រព្រឹត្តនៅអំពើអាក្រក់ជាច្រើនដែលរណសេរីចំនួននោះមិនអាចអនុគ្រោះបាននៅពេលនោះឈ្មោះប៉ាងឡាងបានប្រើឈ្មោះអៀកំស្រីហើយបានយកប្រពន្ធលោកអៀកំស្រីធ្វើជាប្រពន្ធរហូតបានកូនពីររួចហើយក៏មកលេងលះគ្នានៅអូស្ត្រាលីដូច្នេះចំណុចមួយដែលឈ្មោះអៀកំស្រីដូចគ្នាអាមួយអក្សរអៀឬក៏មួយអក្សរអូស្រអាកំស្រីណាដែលខ្ញុំយល់ថាសំណុំទាំងនេះមានបញ្ហាអាកំបាំងណាជាសំណុំរឿងដែលកន្លងទៅជិត40ឆ្នាំមកហើយក៏ប៉ុន្តែដោយខ្ញុំមានមិត្តភ័ក្តិនិងបងប្អូនខ្លះបានខលសួរខ្ញុំចំពោះឈ្មោះប៉ាងឡាងនេះចំណុចដែលខ្ញុំត្រូវសួរលោកអៀកំស្រីសប្តាហ៍ថ្ងៃថាតើលោកអៀកំស្រីសប្តាហ៍ថ្ងៃឈ្មោះប៉ាងឡាងដែរឬទេហើយបើចង់ដឹងព័ត៌មានពិតត្រូវតែរកប្រពន្ធលោកអៀកំស្រីដែលគេបាញ់ស្លាប់កាលពីកំឡុងឆ្នាំ1980ដែលលោកអៀកំស្រីបច្ចុប្បន្ននេះបានលែងលះមានកូនពីរហើយដែលកំពុងតែរស់នៅប្រទេសអូស្ត្រាលីដូច្នេះសំណុំរឿងឃាតកម្មសំណុំរឿងដកអាក្រក់របស់ជនប៉ាងឡាងដែលជាទាហានឥតវិន័យដែលត្រូវគេនាំយកទៅបាញ់សម្លាប់ចោលមួយដងពីរដងមកហើយជាជនកំហូចនៅក្រោមផ្លាកជាទាហានប៉ារ៉ាដែលបានប្រព្រឹត្តនៅអំពើដ៏សាហាវយង់ឃ្នងបំផុតដោយពួកខ្លួនបាននាំជាមេខ្យល់ហើយបានបង្កើតមួយក្រុមទៀតដើម្បីប្លន់ហើយក៏បានធ្វើចេញជាជួយខ្ញុំសូមបញ្ជាក់ថានៅក្នុងដំណាក់កាលនោះមេបញ្ជាការកងធំលេខ208ដែលដឹកនាំដោយយាយរៃណាដែលជាស្ត្រីដ៏សាហាវខុសខើមួយរូបបានបង្កើតជាក្រុមចៅមួយដែលនៅក្នុងនោះមាននាយប៉ាងឡាងចូលរួមដែរហើយដែលខ្ញុំកំពុងតែសង្ស័យថានាយប៉ាងឡាងនោះគឺជាលោកអៀកំស្រីសប្តាហ៍ថ្ងៃដែលបានយកឈ្មោះអៀកំស្រីពិតប្រាកដក្នុងការធ្វើជាដើម្បីបន្លំឈ្មោះមកប្រទេសទី3ដូច្នេះហើយកន្លែងហ្នឹងហើយឲ្យបងប្អូនស្ដាប់ឲ្យបានច្បាស់លាស់ខ្ញុំនិយាយពីរឿងសង្ខេបបន្តិចពីបញ្ហាខ្ញុំមកជ្រុំថ្មីនៅក្នុងឆ្នាំ1980ក្នុងខែ4យួនចាប់ផ្ដើមបោសសម្អាតតាមព្រំដែនមិនថាព្រំដែននៅតាមប្រទី7ព្រំដែននៅជ្រុំចាស់ហើយនឹងនងច័ន្ទដូចនេះយួនបានបោសសម្អាតវាយកំទេចជ្រុំចាស់បានបែកទាំងស្រុងវាយបែកនងច័ន្ទហើយក៏វាយបានយកអាងបន្ទាយ7កន្លែងហ្នឹងហើយរសេនាតូច206បានបាក់ដេញគេវាយបែកអាងបន្ទាយ7ទៅពេលហ្នឹងគេក៏បានដករសេនាតូច206យកទៅជួយទប់វាយទប់ស្កាត់នៅកូនត្រីដែលនៅជ្រុំនងច័ន្ទកន្លែងហ្នឹងហើយដែលដកទៅ206ហ្នឹងយកទៅជួយពួកនងច័ន្ទយកទៅជួយពួកជំរុំនងច័ន្ទហើយទន្ទឹមនៅពេលហ្នឹងក៏បានសម្រាកនៅនងច័ន្ទអស់រយៈពេលប្រហែលជាជិតមួយខែហើយក៏ចាប់ផ្ដើមវាយយកជ្រុំថ្មីនៅពេលដែលចាប់ផ្ដើមវាយយកជ្រុំថ្មីអានឹងបានន័យថាកម្លាំងវីរៈសេនាតូច206គេចែកចេញជា2គេរើសទ័ពពិសេសយកមកវាយនៅជ្រុំថ្មីគេទុកទ័ពពាក់កណ្ដាលសម្រាប់ការពារនៅនងច័ន្ទហើយដកទ័ពពាក់កណ្ដាលទៀតមកវាយយកជ្រុំថ្មីហើយគេយកអាទ័ពពិសេសហើយជើងពិសេសបានមកវាយយកជ្រុំថ្មីគេទុកទ័ពធម្មតាការពារនៅខាងនងច័ន្ទអានេះខ្ញុំចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់ដែលវាយចូលមកនៅក្នុងឆ្នាំ1980ខែ6អានឹងដែលខ្ញុំទ័ពវីរៈសេនាតូច206ចាប់ផ្ដើមមកវាយយកជ្រុំថ្មីហ្នឹងវាយតែ3ម៉ោងទេគឺវាយចូលដល់ជ្រុំទាំងស្រុងមកអានេះដែលខ្ញុំបញ្ជាក់ប្រាប់ឲ្យច្បាស់លាស់គឺវាយនៅក្នុងឆ្នាំ1980ខែ6ដែលខ្ញុំចាប់ផ្ដើមមកនៅលើទឹកដីជំរុំថ្មីហ្នឹងឆ្នាំ1980ខែ6ហើយបន្ទាប់មកទៀតក៏ខ្ញុំនៅបាន 3-4 ខែក៏បានរកឃើញប្រពន្ធខ្ញុំហ្នឹងអានឹងខ្ញុំនិយាយដែលខ្ញុំបានប្រពន្ធខ្ញុំហ្នឹងគឺឆ្នាំ1980ខែ10អានឹងខ្ញុំបាននៅជ្រុំថ្មីហើយអ្វីដែលខ្ញុំបានប្រពន្ធខ្ញុំហ្នឹងគឺបានគ្នានៅកំមុំកន្លោះទេអត់មានទៅមានប្តីមានអីទេអានឹងគាត់តែខ្ញុំបានប្រាប់ឲ្យច្បាស់លើហើយសមត្ថភាពអៀកំស្រីស្រីអត់ខ្វះទេមិនថោកទៀតទៅសម្រាប់ប្តីគេហើយទៅយកប្រពន្ធគេទេអានឹងគាត់ថាអ្នកឯងនេះប្រឌិតរឿងហ្នឹងមិនមែនជារឿងរបស់ខ្ញុំអស់អាចសូមបងប្អូនរងចាំស្ដាប់ភាគទី2ជាភាគបន្តខ្ញុំនឹងបញ្ចប់ពីបញ្ហាដែលឈ្មោះប៉ាងឡាងហ្នឹងតើវាជាអ្នកណាហើយដែលអាកម្ពុជាចោតបាត់ជាតិអាកម្ពុជាថោកទៀតអាហេងតាសវុតដែលមានបិចោតបកា
កាន់មកលើខ្ញុំហើយបន្ទាប់មកខ្ញុំនឹងបកស្រាយពីបញ្ហាដែលវាចង់ប្តឹងខ្ញុំអំពីរឿងដែលខ្ញុំជេរអាបីសាច់ស៊ីអនុហ្នឹងខ្ញុំសប្បាយចិត្តនឹងឲ្យវាប្តឹងតើវាចេញជាលទ្ធផលយ៉ាងម៉េចដូច្នេះសូមបងប្អូនរងចាំស្ដាប់បន្តទៅទៀតបាទសូមអរគុណកំពូចថោកទៀតអាហេង